I heard your sister is getting married next month. Is that true? Yes, it is. We are all very excited about the wedding. Congratulations. How long have they known each other? They've known each other for about 5 years. They decided it was the right time to get married. That's wonderful. Where will the wedding be held? It will be held at a hotel in Phnom Penh. Many relatives and friends have been invited. Are you helping with the wedding preparations? Yes, I will have organized the wedding. That sounds like a lot of work. Yes, it is, but I'm delighted to have. Do you think marriage is important in our life? I think marriage is very important because it brings two people together to build a family. A happy marriage is on love, trust, respect, and good communication. I completely agree. I hope they have a wonderful wedding and a happy life together. Thank you. I'm sure they will appreciate your goal wishes. Thank you, sister. Thank you បង របស់ខ្ញុំសួស្តីខ្ញុំបានលើថាបងប្អូនស្រីរបស់អ្នកហ្នឹងនឹងរៀបការនៅខែក្រោយតើតើមែនទេមែនហើយយើងទាំងអស់គ្នារំភើបណាស់អំពីពិធីមង្គលការនេះសូមអបអរសាទរតើពួកគេបានស្គាល់គ្នាអស់រយៈពេលប៉ុន្មានដែរពួកគេបានស្គាល់គ្នាហ្នឹងប្រហែលជា5ឆ្នាំហើយពួកគេហ្នឹងក៏បានសម្រេចចិត្តថាវាគឺជាពេលវេលាមួយដ៏ល្អដើម្បីរៀបការអូអស្ចារ្យណាស់តើពិធីមង្គលការហ្នឹងនឹងធ្វើឡើងនៅឯណាអឺវានឹងធ្វើវានឹងត្រូវបានធ្វើឡើងនៅសន្តាគារមួយនៅទីក្រុងភ្នំពេញដោយមានសាច់ញាតិនិងមិត្តភ័ក្តិជាច្រើនត្រូវបានអញ្ជើញចូលរួមតើអ្នកជួយរៀបចំពិធីមង្គលការទេចាខ្ញុំនឹងជួយរៀបចំពិធីមង្គលការស្ដាប់ទៅដូចជាការងារច្រើនណាស់ចាស់មែនហើយប៉ុន្តែខ្ញុំរីករាយនៅក្នុងការជួយហេតុអ្វីបានជាអ្នកគិតថាអាពាហ៍ពិពាហ៍មានសារៈសំខាន់នៅក្នុងជីវិតរបស់យើងចាខ្ញុំគិតថាអាពាហ៍ពិពាហ៍ហ្នឹងមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះវាបាននាំមនុស្សពីរនាក់ឲ្យមកជួបគ្នាដើម្បីកសាងគ្រួសារមួយហើយអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលហ្នឹងគឺផ្អែកទៅលើសេចក្តីស្រឡាញ់ការជឿជាក់លើគ្នាការគោរពគ្នានិងការប្រាស្រ័យតាក់ទងល្អខ្ញុំយល់ស្របទាំងស្រុងខ្ញុំសង្ឃឹមថាពួកគេនឹងមានពិធីមង្គលការដ៏អស្ចារ្យនៅក្នុងជីវិតដ៏រីករាយជាមួយនឹងគ្នាចាអរគុណខ្ញុំប្រកាសថាពួកគេនឹងពេញចិត្តចំពោះការជូនពរដ៏ល្អរបស់អ្នក Thank you teacher ពិធីមង្គលការរបស់ប្អូនស្រីខ្ញុំសួស្តីខ្ញុំបានលើថាប្អូនស្រីរបស់អ្នកនឹងរៀបការនៅខែក្រោយតើពិតមែនទេចាស់វាជាការពិតយើងនឹងរីករាយយើង excited យើងនឹងអានឹងសប្បាយរីករាយជាមួយនឹងកម្មវិធីមង្គលការប្រែថាម៉េចទេឈើកន្លែងនឹងរៀងឆ្កង excited នេះបែរថារំភើបបងពួកយើងទាំងអស់គ្នាពិតជារំភើបរីករាយជាមួយពិធីមង្គលការអបអរសាទរតើអ្នកបានស្គាល់គ្នានឹងរយៈពេលប៉ុណ្ណាហើយពួកយើងបានស្គាល់គ្នាប្រហែលជា5ឆ្នាំហើយពួកគេបានស្គាល់គ្នារយៈពេលប្រហែលជា5ឆ្នាំហើយពួកគេបានសម្រេចចិត្តថាវាជាពេលវេលាដែលល្អឬក៏ពេលវេលាដែលត្រឹមត្រូវដើម្បីរៀបការនោះអស្ចារ្យណាស់តើពិធី
មង្គលការនឹងនឹងប្រារព្ធនៅឯណានៅទីណាវានឹងប្រារព្ធនៅស្ថាគារនៅក្នុងទីក្រុងភ្នំពេញមានសាច់ញាតិជាច្រើនហើយនឹងមានសាច់ញាតិនិងមិត្តភ័ក្តិជាច្រើនត្រូវបានអញ្ជើញចូលរួមតើអ្នកនឹងជួយរៀបចំពិធីមង្គលការនេះទេចាស់ខ្ញុំនឹងជួយរៀបចំពិធីមង្គលការនេះស្ដាប់ទៅដូចជារវល់ណាស់ចាស់វាពិតជារវល់ប៉ុន្តែខ្ញុំរីករាយនឹងជួយហេតុអីបានជាអ្នកគិតថាអាពាហ៍ពិពាហ៍ហ្នឹងវាមានសារៈសំខាន់សម្រាប់ជីវិតរបស់ពួកយើងខ្ញុំគិតថាអាពាហ៍ពិពាហ៍វាមានសារៈសំខាន់ព្រោះវាបាននាំឲ្យមនុស្សពីរនាក់ហ្នឹងរស់នៅជាមួយគ្នាហើយកសាងគ្រួសារមួយហើយអាពាហ៍ពិពាហ៍ដែលមានសភាពអាស្រ័យទៅលើសេចក្តីស្រឡាញ់ការជឿទុកចិត្តនិងការគោរពគ្នាហើយនឹងមានទំនាក់ទំនងខ្ញុំយល់ស្របទាំងស្រុងខ្ញុំសង្ឃឹមថាពួកគេនឹងមានពិធីមង្គលការដ៏អស្ចារ្យហើយមានជីវិតដ៏រីករាយជាមួយគ្នាអរគុណខ្ញុំជឿជាក់ថាពួកគេនឹងពេញចិត្តនៅការជូនពររបស់អ្នកការជូនពរដ៏ល្អរបស់អ្នក Yeah, thank you very much បង good job thank you បាទព្រោះតែបងដូចបងណាលីនដែរបានចឹងថ្ងៃនេះ that sound like a lot of work បើយើងប្រែធម្មតាមានថាស្ដាប់ទៅពិតជាមានការងារច្រើនណាស់អញ្ចឹងការងារច្រើននេះមានន័យថារវល់ច្រើនមែនទេបងអញ្ចឹងបងអាចបកសម្រួលជាភាសាខ្មែរអញ្ចឹងក៏បានឬក៏បកតាមពាក្យក៏បានដែរណាអត់អីទេបាទគឺបងអូខេ next hello បង Sarim your turn បង your turn បង Sarim ទេចាវិធីមង្គលការប្អូនស្រីរបស់ខ្ញុំសួស្តីខ្ញុំបានលើថាប្អូនស្រីរបស់អ្នកនឹងរៀបការនៅខែក្រោយតើពិតមែនទេចាពិតមែនហើយពួកយើងទាំងអស់គ្នារំភើបខ្លាំងណាស់ចំពោះពិធីមង្គលការនេះសូមអបអរសាទរផងពួកគេស្គាល់គ្នារយៈពេលប្រហែលហើយពួកគេបានស្គាល់គ្នាប្រហែល5ឆ្នាំហើយពួកគេបានសម្រេចចិត្តថានឹងជាពេលវេលាដ៏សមស្របសម្រាប់រៀបអាពាហ៍ពិពាហ៍សម្រាប់រៀបការនោះពិតជាអស្ចារ្យណាស់តើពិធីមង្គលការនឹងរៀបចំនៅឯណាពិធីមង្គលការនឹងរៀបចំនៅសន្តាគារមួយនៅទីក្រុងភ្នំពេញមានសាច់ញាតិនិងមិត្តភ័ក្តិជាច្រើនត្រូវបានអញ្ជើញមកចូលរួមតើអ្នកនឹងជួយរៀបចំពិធីមង្គលការនេះដែរឬទេចាខ្ញុំនឹងជួយរៀបចំពិធីមង្គលការនេះនោះស្ដាប់ទៅដូចជាមានការរវល់ណាស់ចាមែនហើយប៉ុន្តែខ្ញុំរីករាយណាស់ដែលបានជួយហេតុអ្វីបានជាអ្នកគិតថាអាពាហ៍ពិពាហ៍មានសារៈសំខាន់នៅក្នុងជីវិតរបស់យើងខ្ញុំគិតថាអាពាហ៍ពិពាហ៍មានសារៈសំខាន់ណាស់ពីព្រោះវានាំមនុស្សពីរនាក់ឲ្យមកនៅជាមួយគ្នាដើម្បីកសាងគ្រួសារអាពាហ៍ពិពាហ៍ដែលប្រកបទៅដោយសុភមង្គលគឺផ្អែកទៅលើក្តីស្រឡាញ់ការជឿទុកចិត្តការគោរពនិងការមានទំនាក់ទំនងល្អជាមួយគ្នាខ្ញុំយល់ស្របទាំងស្រុងខ្ញុំសង្ឃឹមថាពួកគេនឹងមានពិធីមង្គលការដ៏អស្ចារ្យនិងជីវិតគ្រួសារដែលមានសុភមង្គលជាមួយគ្នាអរគុណខ្ញុំប្រកាសថាពួកគេនឹងអរគុណចំពោះពាក្យជូនពរដ៏ល្អរបស់អ្នក Thank you